រៀបសួរសួស្តីបងប្អូនទាំងអស់គ្នាឥឡូវមកទៀតហើយបងប្អូនកំពុងឆ្នាំងក៏ប៉ុន្តែថ្ងៃនេះគឺថាចូលលុកក្នុងផ្សារតែម្ដងចាលើកទី1ហើយដែលខ្ញុំមកផ្សារកំពង់ឆ្នាំងធ្លាប់តែមកដីរហូតអត់ដែលបានមកផ្សារទេបងប្អូនឥឡូវនេះខ្ញុំចូលផ្សារកំពង់ឆ្នាំងម្ដងតើវាសម្បូរត្រីឬមួយបន្លែប្លុកសម្បូរបែបណាអញ្ចឹងទៅឥឡូវនេះប៉ុន្តែខ្ញុំមកដល់ថ្ងៃបន្តិចហើយបងប្អូនអើយគេចង់រើផ្សារហើយដល់យើងចូលផ្សារលើកទី1អត់ស្គាល់ទិសតំបន់គេឯណាត្រីឯណាកន្លែងអីទេដល់អញ្ចឹងទៅសួរអញ្ចឹងខ្ញុំមកលើកទី1ឥឡូវឃើញបន្លែប្លុកនឹងល្អក៏ទិញហើយទិញបានត្រីហើយដើរមកឃើញពងត្រីបងប្អូនហើយអត់មានបំណងថាទិញទេតែឃើញល្អពេកឥឡូវហ្នឹងឃើញក៏ទិញពងត្រីកន្លះគីឡូទៅបងប្អូន1គីឡូគាត់លក់120,000ចាហើយល្អណាស់ពងត្រីហើយនៅក្នុងនឹងផងដែរនឹងបន្លែប្លុកគេល្អលើក្រោយលេងយកអីវ៉ៃវ៉ាន់ពីផ្ទះទៅហើយមុនយកតែពីផ្ទះទៅឥឡូវចូលបានផ្សារប៉ុណ្ណេះហើយចូលផ្សារបងប្អូនឥឡូវនេះខ្ញុំលាងស្អាតហើយខ្ញុំដាក់ដើម្បីប្រឡាក់វាចាដាក់អំបិលដាក់ប៊ីចេងតាមដែលយើងត្រូវការបងប្អូនហើយឃើញថ្ងៃល្អខ្ញុំហាលនៅហ្នឹងទៅហើយអាកាសធាតុថ្ងៃនេះដែលខ្ញុំទៅហ្នឹងគឺភ្លៀងផងរាំងផងថ្ងៃផងគ្រប់រសជាតិតែម្ដងហើយចាគ្រឿងខ្ញុំចិញ្ច្រាំវាឲ្យម៉ត់ថែមតិចទៀតទៅចាឥឡូវខ្ញុំយកវាមកប្រឡាក់ជាមួយនឹងសាច់កែបបងប្អូនចាហើយអត់បាច់ពាក់ស្រោមដៃទេជាមួយនឹងដៃដ៏ស្រស់ស្អាតរបស់ខ្ញុំពីកណើតហ្នឹងពួយហើយបងប្អូនខ្ញុំលាងឲ្យស្អាតហើយយើងធ្វើនឹងដៃទៅវាស្រួលជាងចាអត់បានពាក់ស្រោមដៃទេព្រោះយើងញ៉ាំក្នុងគ្រួសារយើងហើយឥឡូវនេះខ្ញុំដាក់សាច់ជ្រូកប្រឡាក់ជាមួយគ្រឿងគ្រូហើយយើងដាក់អំបិលប៊ីចេងតាមដែលយើងចូលចិត្តហើយខ្ញុំដើរទៅបេះបោចជាមួយនឹងម្រះព្រៅក្នុងដីហ្នឹងបងប្អូនហើយសម្បូរម្រះព្រៅល្អហើយយើងក៏ដាក់ជាមួយនឹងសាច់ជ្រូកសាច់អីហ្នឹងទៅចាខ្ញុំលើកដបបង្ហាញហ្នឹងចង់និយាយថាទឹកប្រហុកហ្នឹងខ្ញុំធ្វើខ្លួនឯងច្រកដបអញ្ចឹងទៅចាហុកបន្តិចទៅស្ករបន្តិចទៅប៊ីចេងអំបិលតាមនឹងទៅចាខ្ញុំញាត់អស់ហើយឥឡូវខ្ញុំមកធ្វើមួយមុខទៀតជាមួយនឹងសាច់ត្រីខ្ញុំហ្វីលេយកឆ្អឹងចេញហើយដើម្បីដោតចង្កាក់វាអាំងចាហើយខ្ញុំដាក់គ្រឿងគ្រូមានសាតេមួយនឹងប្រេងខ្យងប៊ីចេងអំបិលមកល្មមទៅចាដើម្បីដាក់អាំងដែរបងប្អូនព្រោះអីយើងតន់យើងអាំងកែបហើយយើងដាក់ត្រីមួយមុខទៀតទៅហើយខ្ញុំដោតចង្កាក់រត់ទៅដោតចង្កាក់សាច់គោឥឡូវខ្ញុំដោតត្រីម្ដងហើយយើងតាមយើងចូលចិត្តទៅបងប្អូនចង់ឲ្យធំជាងនឹងតែតើតធំរៀងក្រាស់តិចទៅបានវាអត់ជាប់ជាមួយនឹងជើងផ្ទះអញ្ចឹងទេវារៀងជាប់ពេលយើងលើកទៅវាដាច់សាច់អស់បងប្អូន
ត្រូវរយល្ងសល្ងខ្មៅថែមទៀតទៅវាឈ្ងុយចាមេកំពុងតែចង់ភ្លៀងទៀតហើយភ្លៀងតែអត់ភ្លៀងខ្លាំងភ្លៀងតែល្មមរយព្រោះវារាំងទៅវិញទៅរាល់ដងខ្ញុំមកតែ2នាក់ទេថ្ងៃនេះគឺមានសមាជិកម្នាក់ទៀតចាបានកូនប្រុសមកថាមិនចូលចិត្តទេរឿងកូនហ្នឹងមកអញ្ចឹងហ្នឹងអូគេធុញអញ្ចឹងយើងលើសចាស់យើងចូលចិត្តបែបអញ្ចឹងឥឡូវនេះខ្ញុំកាត់ភ្លើងដើម្បីដាក់អាំងហើយបងប្អូនហើយវារៀងបែបធម្មជាតិតិចហើយដាក់ដាក់អីចេះអាំងចេះបកាត់ភ្លើងទៅព្រោះអត់ទាន់មានចក្រានណាចឹងយើងចេះឆ្នៃអត់បានយកកញ្ចាប់មកចាប់ដល់អញ្ចឹងចេះតែឆ្នៃទៅកាប់មេឃអស័យមេឃអីយកមកធ្វើចង្កឹះទៅដើម្បីចាប់ប្រែចាប់អីណាបងប្អូនឥឡូវខ្ញុំបានប្រែវាមកចំហៀងហើយយើងលាបទឹកវាបន្តិចទៅជាមួយនឹងទឹកសោះណាចំណាយស្លឹកធៀងចេកមកស្លឹកមកធៀងមកដើម្បីយកវាមកជ្រលក់លាបទាំងបែបធម្មជាតិស្រុកស្រែណាដៃផងចង្កឹះផងឥឡូវនេះខ្ញុំដាក់ដាំបាយហ្នឹងអត់យកអង្គពីផ្ទះមកទេខ្ញុំទិញនៅកំពង់ឆ្នាំងហ្នឹងចង់ដឹងថាអង្គគេហ្នឹងវាឆ្ងាញ់រសជាតិវាបែបណាចាអញ្ចឹងទិញមកដើម្បីដាក់ដាំហ្គាសបងប្អូនអញ្ចឹងទៅវាខ្សោះល្អឆ្ងាញ់ជាងដាំខ្សែភ្លើងឆ្លៀតក្នុងពេលដែលដើរផ្សារហ្នឹងឆ្លៀតឃើញដលងជ្វាហ្នឹងទិញដលងជ្វាមកអាំងតន់ប្រកាត់ភ្លើងអាំងញ៉ាំទៀតទៅឆ្ងាញ់បងប្អូនហើយឡើងផ្អែមឥឡូវហ្នឹងឆ្អិនហើយខ្ញុំរៀបចំដាក់ញ៉ាំហើយចាហើយត្រប់ពុតញងឃើញល្អចេះយកមកធ្វើលក់ទៅពីព្រោះអាហ្នឹងវាជួយដល់សុខភាពដែរមានត្រប់វែងត្រប់ចានឆ្ងាញ់និងផ្អែមថ្មីបងប្អូនអង្គុយញ៉ាំទៅជាមួយនឹងទេសភាពខៀវស្ងាត់ហ្នឹងហើយពេលណាយើងដាំបាយអញ្ចឹងយើងបានក្តាំងញ៉ាំពេលយើងដាំខ្សែភ្លើងអត់ដែលបានក្តាំងទេកែបខ្ញុំប្រហែលជា4-5កែបហ្នឹងជាមួយនឹងត្រីចាឆ្ងាញ់ណាស់បងប្អូនអើយឆ្ងាញ់មែនទែនចាដាក់ទឹកត្រីបន្តិចមកទៅបេះបោចបានម្ទេសយើង2-3គ្រាប់មកខ្ញុំដាក់បដាដួសបដាញ៉ាំបដាមកអត់ព្រមដោះទេឆ្ងាញ់ពេកចាដោះបងប្អូនញ៉ាំជាមួយខ្ញុំទាំងអស់គ្នាចាវីដេអូខ្ញុំថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេគឺមកដីធ្វើម្ហូបញ៉ាំហ្នឹងគឺធ្វើកែបបោកជាមួយនឹងត្រីអាំងហើយញ៉ាំហើយពេលល្ងាចត្រឡប់ទៅផ្ទះវិញទៅពេញវិញចាជិះតែ1ម៉ោងដល់បងប្អូនព
ពងមុនគេឲ្យឆ្ងាញ់អញ្ចឹងវីដេអូថ្ងៃនេះមានតែប៉ុណ្្នឹងទេបងប្អូនចាបងប្អូនចូលចិត្តបងប្អូនកុំភ្លេចជួយ Subscribe ផងចាអរគុណបងប្អូនទាំងអស់